អូនទៅធ្វើម៉ាស់ detox មុខសម៉ាស់អង្គជប៉ុនទាំងអស់គ្នាចង់ឲ្យម៉ាស់នេះមានប្រសិទ្ធភាពបងប្អូនរើសយកប្រភេទអង្គជប៉ុនបងប្អូនដែលគេធ្វើស៊ូស៊ីជាអត់មានបងប្អូនប្រើអង្គខ្មែរយើងក៏បានដែរតែប្រភេទតណើបអង្គតណើបយើងលាងទឹកឲ្យស្អាតមកហើយយើងដាក់ទឹកមកល្មមយើងដាំឲ្យពុះខ្ញុំមានជាមួយនឹងដលងប្រាំងដែរអញ្ចឹងខ្ញុំដាក់ដលងប្រាំងកាត់តែស្នាមជាប់អាចហុយខ្ញុំដាំឲ្យពុះរយៈពេល15នាទីហើយបានខ្ញុំយកវាចូលទៅក្នុងម៉ាស៊ីនក្លុកមកខ្ញុំអត់ភ្លេចទេបន្ថែមជាមួយនឹងទឹកដោះគោស្រស់ដើម្បីឲ្យការក្លុករបស់យើងវាចូលសព្វសាច់គ្នាល្អបើបងមានបញ្ហាជាំអាចហុយបងកុំភ្លេចបន្ថែមជាមួយនឹងទឹកក្រូចឆ្មាបន្ថែមទៀតផងមួយចំណិតអីចឹងណាបងឆ្មានេះបងប្អូនអាចរកទិញនៅម៉ាតសាទំនើបអីបានពេលដែលរៀបប្រើគឺខ្ញុំចាប់ផ្ដើមលាយជាមួយនឹង aloe vera gel អត់លាយទុកទេពេលដែលខ្ញុំប្រើបានខ្ញុំលាយហើយខ្ញុំអត់ដាក់ប្រេងដូងទេខ្ញុំដាក់ជាមួយនឹងប្រេង vitamin C រស់ស្អាតប្រេងនេះគេចម្រាញ់ចេញពីប្រេងស្តុបការកាឡាបនិងប្រេង vitamin C ផ្លែក្រូចពពុះ organic ហើយខ្ញុំលាយចូលគ្នាអញ្ចឹងទៅខ្ញុំអប់នៅលើមុខរបស់ខ្ញុំ15នាទីបានខ្ញុំលុកតកកចានៅសល់យើងដាក់ចូលទូទឹកកកប៉ុន្តែបងប្អូនអប់ពីរដងទៅសិនជាវាធំក្លិនយើងបោះចាន